ខ្ញុំទៅមុខលេងរួចហើយកូនហើយពាក្យថាទៅមុខលេងរួចមិនមែនជាពាក្យដែលកូនយកមកនិយាយយកមកដាក់ក្នុងចិត្តក្នុងបេះដូងរបស់កូនឡើយលុះត្រាតែកូនអស់នៅជីវិតទើបកូនទៅមុខលេងរួចដរាបណាបើកូននៅមានជីវិតនៅមានដង្ហើមដកកូនត្រូវតែបន្តដំណើរជីវិតទៅមុខទៀតមិនថាជាឧបសគ្គនោះធំប៉ុន្មានឬក៏ខ្លាំងក្លាយ៉ាងណាក៏ដោយកូនត្រូវតែទៅមុខបន្តទៀតបើកូននៅត្រឹងកូននឹងបរាជ័យកូននឹងជួបឧបសគ្គកូននឹងជួបនៅបញ្ហាជាច្រើនប៉ុន្តែបើកូនទៅមុខទៀតកូននឹងអាចដោះស្រាយនៅបញ្ហាបាននរណាក៏មានសេចក្តីលំបាកនរណាក៏មានសេចក្តីទុក្ខដែរណាកូនក៏គ្រាន់តែអ្នកខ្លះគេទុក្ខតិចអ្នកខ្លះក៏ទុក្ខច្រើនរាល់បញ្ហាទាំងឡាយសិតតែមានដំណោះស្រាយកុំគ្រាន់តែបញ្ហាបន្តិចបន្តួចកូនសេតកូនពិបាកចិត្តហើយកូនគិតខ្លីនោះណាកូនកុំគិតដូច្នោះឡើយម៉ែឪដែលចិញ្ចឹមកូនមកចង់ឲ្យកូនមានអនាគតល្អចង់ឲ្យកូនមានភាពជោគជ័យចង់ឲ្យកូនរស់នៅមានក្តីសុខសាន្តដូចជាគេដូចជាឯងពុកម៉ែមិនចង់ឃើញកូនលំបាកកាយលំបាកចិត្តអង្គុយស្រកុកគិតតែម្នាក់ឯងរហូតមានពេលខ្លះកូនចង់គិតខ្លីទេកូនមុននឹងកូនគិតខ្លីមុននឹងកូនចង់សម្លាប់ខ្លួនកូននឹកដល់ម្ដាយនឹកដល់ឪពុកផងដែលប្រឹងចិញ្ចឹមបីបាច់ថែរក្សាកូនម៉ែបង្ហូរឈាមទាំងកថោបង្កើតកូនមកចង់ឲ្យកូនឃើញពិភពលោកឃើញពន្លឺព្រះអាទិត្យពន្លឺព្រះច័ន្ទមិនមែនម៉ែចង់ឲ្យឃើញកូនពិបាកចិត្តបន្តិចហើយកូនទៅលេបថ្នាំកូនទៅលោតទឹកកូនទៅចងកទេបើកូនគិតដូច្នេះកូនហាក់ដូចជាធ្វើបាបឪពុកម្ដាយអញ្ចឹងពុកម៉ែមិនចង់លើឈ្មោះថាសក់សដង្ហែសពសក់ខ្មៅឡើយទេណាកូនពុកម៉ែសូមបង្វល់កូនសូមកុំឲ្យកូនគិតខ្លីកូនត្រូវតែប្រឹងបន្តទៅមុខទៀតបញ្ហាណាដែលកូនដោះស្រាយមិនបានបញ្ហាណាដែលកូនដោះស្រាយមិនចេញកូនមកពិភាក្សាជាមួយពុកម៉ែបើពុកម៉ែជួយមិនបានក៏ពុកម៉ែទៅពឹងពាក់អ្នកដទៃឲ្យគេជួយកូនដែរណាកូនពុកម៉ែស្រឡាញ់កូនខ្លាំងណាស់ស្រឡាញ់អស់ពីបេះដូងស្រឡាញ់អស់ពីដួងចិត្ត